ចាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពចាថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ពីអត្ថប្រយោជន៍ប្លែកពីមុនតាក់ទងជាមួយនឹងស្លឹកនិងផ្លែត្របែកខ្ចីចាដែលពីវីដេអូមុនគឺនាងខ្ញុំបានធ្វើការរៀបរាប់រួចមកហើយពីអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានផ្លែត្របែកក៏ដូចជាទឹកត្របែកក្រោយពីទទួលទានអាហាររួចចាតែថ្ងៃនេះរៀងខុសជាងរាល់ដងបន្តិចគឺតាក់ទងជាមួយនឹងអត្ថប្រយោជន៍ដែលបានពីស្លឹកក៏ដូចជាផ្លែត្របែកខ្ចីចាដូច្នេះហើយចូលរួមសាកតគ្នាជាមួយនឹងខ្ញុំពីតទៅនេះចាផ្លែត្របែកគឺជាផ្លែឈើមួយយ៉ាងដែលសម្បូរទៅដោយវីតាមីនជាច្រើនប្រភេទដូចជាវីតាមីន A វីតាមីន C វីតាមីន B2 វីតាមីន K និងវីតាមីន A ចាហើយរួមទាំងសារធាតុផ្សំៗទៀតក្នុងមានម៉ាញ៉េទិក ផូស្វ័រ ជាតិដែក ស្ពាន់និងកាល់ស្យូមព្រមទាំងផ្ទុកនូវសារធាតុមួយយ៉ាងដែលអាចប្រឆាំងនឹងការលូតលាស់នៃកោសិកាមារីសដុំនិងសួតចាបន្ថែមពីលើនេះគេឃើញថាស្លឹកនិងផ្លែត្របែកខ្ចីនឹងអាចផ្ទុកនូវសារធាតុដែលអាចជួយព្យាបាលជំងឺរាគរូសចានិងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៅសម្រាប់សុខភាពរបស់យើងផងដែរចាហើយសម្រាប់វិធីនៃការយកស្លឹកនិងផ្លែត្របែកទៅព្យាបាលជំងឺរាគមាន2ប្រភេទចាទី1តកតងនឹងការប្រើប្រាស់ស្លឹកត្របែកចាគឺយើងយកស្លឹកត្របែកដែរមិនចាស់ពេកក៏មិនខ្ចីពេកដែរចំនួន5ទៅ10សន្លឹកដាក់ដាំក្នុងទឹកចំណុះ500មីលីលីត្រតមកយើងទុករយៈពេលប្រហែលជា15នាទីរួចសម្រិតយកទឹកមកផឹកជាការស្រេចតែនឹងសម្រាប់តែកម្រិតរាគរូសដែលមានកម្រិតស្រាលតែប៉ុណ្ណោះចាតែឡាយចំពោះករណីរាគរូសដែលមានកម្រិតខ្លាំងវិញសូមដាំឲ្យពុះដោយប្រើភ្លើងតិចៗរយៈពេល30នាទីចាសូមយើងសម្រិតទឹកហ្នឹងយកមកផឹកចាហើយវិធីសាស្ត្រទី2គឺតកតងនឹងការប្រើប្រាស់ផ្លែត្របែកខ្ចីចាគឺយើងយកផ្លែត្របែកខ្ចីលាងឲ្យស្អាតចិតស្រាងហើយឆ្កឹះគ្រាប់ចេញរួចយកទៅហាលឲ្យក្រៀមចាបន្ទាប់មកយកចំណិតផ្លែត្របែកដែលយើងហាលឲ្យក្រៀមនោះមកកិនបុកឲ្យម៉ត់คล้ายទៅជាម្សៅចាម្សៅល្បាយជាការស្រេចដូច្នេះក្នុងករណីយើងការជំងឺរាគរូសសូមយកម្សៅត្របែកកន្លះស្លាបព្រាបាយលាយជាមួយទឹកបរិមាណសមល្មមមកផឹកសម្រាប់កូនតូចចាដែលឡែកសម្រាប់មនុស្សធំវិញត្រូវប្រើម្សៅស្លាបព្រាម្សៅត្របែក1ស្លាបព្រាបាយចាចាំមានន័យថាម្សៅត្របែកសម្រាប់កូនតូចគឺកន្លះស្លាបព្រាបាយចាហើយសម្រាប់មនុស្សធំគឺ1ស្លាបព្រាបាយករណីមានជំងឺរាគរូសចាក្រៅពីវិធីទាំងពីរខាងលើចាមិនត្រឹមតែអាចព្យាបាលជំងឺរាគរូសនោះទេតែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមួយចំនួនទៀតដូចជាជួយកាត់បន្ថយការរលាកក្រពះនិងពោះវៀនជួយកម្ចាត់ក្លិនមាត់មិនល្អជួយប្រឆាំងជំងឺមហារីកមួយចំនួនផងដែរចាជួយដល់ប្រព័ន្ធរំលាយអាហារកម្ចាត់រាល់បាក់តេរីនិងប៉ារ៉ាស៊ីតនៅក្នុងរាងកាយចាជួយកម្ចាត់ជំងឺប្រសាយចាជួយកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយជួយកាត់បន្ថយការជិះចាប់ពេលមករដូវចាទោះបីជាយ៉ាងណាក៏ដោយនាងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាធ្វើការកត់ចំណាំផងដែរថាបើសិនបើអ្នកអនុវត្តនៅរូបមន្តខាងលើមិនថារូបមន្តទី1តកតងការប្រើប្រាស់ស្លឹកត្របែកឬក៏រូបមន្តទី2តកតងជាមួយនឹងការប្រើប្រាស់ត្របែកខ្ចីហាន់ជាចំណិតតមកយកទៅក្រៀមកិនធ្វើជាម្សៅក៏ដោយហាមទទួលទានជាមួយដំឡូងស្ងោរឲ្យសោះចាហើយចំណែកទឹកត្របែកហាមពិសាលើសពី4កែវចាមានន័យថាគុំរក្សាលើសពី4កែវនិងពិសាត្រឹមតែ2ថ្ងៃជាប់គ្នាបានហើយចាក្នុងករណីមិនបាត់នៅជំងឺរាគរូសនឹងឬក៏មានអ្វីខុសប្លែកពីប្រក្រតីសូមរួសរាន់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ចាព្រោះអ្នកអាចនឹងប្រតិកម្មជាមួយក្លិនត្របែកឬក៏ញ៉ាំអ្វីខុសជាដើមចាអរគុណសម្រាប់ការតាមដានស្ដាប់នៅ Channel របស់នាងខ្ញុំហើយអត្ថបទនេះដកស្រង់ចេញពីគេហទំព័រក្នុងស្រុកគឺសុកក្រមចាអរគុណ